ជាធម្មតាជីវកម្មបើអត់មានទីផ្សារហើយនឹងអត់មានការលក់ទេអាជីវកម្មហ្នឹងដំណើរការអត់បានទេអញ្ចឹងយើងមើលថាតើស្តង់ដារទីផ្សារនិងការលក់យ៉ាងដូចម្ដេចទី1នេះគឺកំណត់ទីផ្សារគោលដៅជ្រើសរើសបណ្ដាញទីផ្សារនិងបង្កើតសារជាគន្លឹះដែលមានប្រសិទ្ធភាពអញ្ចឹងយើងត្រូវពិនិត្យមើលទៀងទាត់មើលទីផ្សារគោលដៅរបស់យើងនៅទីណាអញ្ចឹងយើងស្វែងរកគោលដៅអតិថិជនដែលប្រើប្រាស់ហើយបន្តមកគឺយើងត្រូវជ្រើសរើសបណ្ដាញទីផ្សារបណ្ដាញទីផ្សារបានន័យថាភ្នាក់ងារលក់ឬក៏ចែកចាយសេវាកម្មរបស់យើងនឹងឲ្យទៅដល់អតិថិជនប្រើប្រាស់ផ្ទាល់ត្រូវកំណត់សារនឹងគឺថាពាក្យជាគន្លឹះរបស់ផលិតផលឬក៏ជាសេវាកម្មរបស់យើងហ្នឹងយើងផ្ដល់សារយ៉ាងម៉េចបីឲ្យទៅដល់អតិថិជនដែលអតិថិជនស្ដាប់ទៅគាត់យល់ថារបស់យើងហ្នឹងគឺមានគុណភាពទី2ហ្នឹងគឺកំណត់គោលដៅលក់បង្កើតដំណើរការលក់ផ្ដល់ឧបករណ៍ដែលក្រុមលក់ត្រូវការ